រៀបសួរពុកម៉ែបងប្អូននៅស្នេហាវិស័យកីឡាប្រណាំងទូកប្រពៃណីជាតិខ្មែរដឹកណាបងប្អូនហើយស្រីម៉ៅក្រាំងយើមើលចង្វាក់នៃការអ៊ំសងរបស់ទុកងស្រីម៉ៅក្រាំងយើហើយពិតជាចង់ឲ្យពេលវេលាដើរឲ្យលឿនទៅដល់ពេលវេលាប្រកួតជាបន្តទៀតណាបងប្អូនហើយមើលសន្ធឹកនៃការចង្វាក់នៃការអ៊ំសន្ធឹកផ្លែចង្វាចាក់ចូលទឹកលឺប្រាវតែម្ដងបាទហើយចំណែកឲ្យបងអ្នកក្បាលទូកនោះក៏ស្រែកគេថាដើម្បីនាំភាពទន្កើននៃការចង្វាក់នៃការអ៊ំរបស់កូនក្រុមណាធ្វើឲ្យកាន់តែនឹកដល់ទូកស្រីម៉ៅក្រាំងយើងបន្ថែមទៀតផងដែរហើយដូចអ្វីដែលខ្ញុំនៅតែនិយាយដដែលទេបាទទូកងស្រីម៉ៅក្រាំងយើងខ្ញុំរំពឹងថាគាត់នៅតែល្អទេបាទទូកថ្មីនេះមើលទៅបាទអូខាងកសៃឯនឹងបងប្អូនយើងចំណុះពិតជាស្វាហាប់ណាស់បាទចង្វាក់នៃការអ៊ំក៏ល្អណាស់ដែរបាទសង្ឃឹមថាឆ្នាំក្រោយ2025ហ្នឹងគឺពួកគាត់នឹងធ្វើឲ្យបានល្អជាងឆ្នាំ2024កន្លងទៅនេះហើយបងប្អូនគឺថាសន្ធឹកនៃការអ៊ំបាទហើយសម្រែកនៃការដឹកនាំរបស់អ្នកដឹកនាំក្បាលទូកក៏ខំប្រឹងណាស់ដែរបងប្អូនហើយសង្ឃឹមថាពួកគាត់នឹងធ្វើបានល្អនៅឆ្នាំ2025ហើយសូមជូនពរបងប្អូនចំណុះទូកស្រីម៉ៅក្រាំងយើនិងអ្នកដឹកនាំទាំងអស់មានសុខភាពល្អរកស៊ីទទួលទានមានបានហើយយើងនឹងជួបគ្នានាពេលឆ្នាំខាងមុខនេះបាទមិនមែនឆ្នាំខាងមុខទេបាទគឺឆ្នាំ2025នេះហើយសង្ឃឹមថាយើងនឹងខំប្រឹងបន្តជាមួយគ្នាបន្តទៀតហើយអ្នកគ្រប់គ្រងក៏នៅតែគ្រប់គ្រងស្រឡាញ់ស្រីម៉ៅក្រាំងយើបន្តទៀតផងដែរហើយជូនពរអ្នកគ្រប់គ្រងទាំងអស់មានសុខភាពល្អរកស៊ីទទួលទានមានបានហើយខ្ញុំសូមអរគុណណាអ្នកបងប្អូនដែលស្រឡាញ់គ្រប់គ្រងទូកងស្រីម៉ៅក្រាំងយើសូមអរគុណ